កុំឲ្យក្តីស្រឡាញ់របស់អ្នកចំពោះសត្វចិញ្ចឹមជះឥទ្ធិពលមិនល្អដល់អ្នកជិតខាងនិងការថែរក្សាបរិស្ថាននៅក្នុងបុរីដើម្បីការរស់នៅស្អាតនិងមានក្តីសុខគឺត្រូវការចូលរួមពីយើងទាំងអស់គ្នាសម្រាប់បងប្អូនដែលមានសត្វចិញ្ចឹមទីស្រឡាញ់ថ្ងៃនេះខ្ញុំមានចំណុចខ្លះៗមួយចំនួនដែលមិនត្រឹមតែជួយថែរក្សាសណ្ដាប់ធ្នាប់សត្វចិញ្ចឹមនោះទេថែមទាំងជួយថែរក្សាបរិស្ថាននៅក្នុងបុរីរបស់យើងទាំងអស់គ្នាទៀតផងទី1សុវត្ថិភាពនិងសោភ័ណភាពរាល់ពេលនាំសត្វចិញ្ចឹមដើរលេងសូមកុំភ្លេចប្រើខ្សែចងជានិច្ចដើម្បីកុំឲ្យពួកវារត់ផ្ដេសផ្ដាសបង្កគ្រោះថ្នាក់ជាយថាហេតុបង្កការភ័យខ្លាចដល់ក្មេងៗឬអ្នកជិតខាងត្រូវពាក់របាំងមាត់សម្រាប់ឆ្កែដែលធំៗឬកាចហើយត្រូវប្រកាសថាពួកវាមិនខំកកេឬកាយបំផ្លាញផ្កាធុងសម្រាមនិងដើមឈើលម្អនៅតាមសួនច្បារនោះឡើយទី2អនាម័យជាប់ខ្លួននិងការទុកដាក់កាកសំណល់បញ្ហាក្លិននិងអនាម័យគឺជារឿងសំខាន់ណាស់នៅពេលសត្វចិញ្ចឹមបន្ទោបងនៅតាមដងផ្លូវឬសួនច្បារសូមមេត្តាជួយប្រមូលខ្ចប់និងយកទៅចោលនៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវការធ្វើបែបនេះគឺជួយការពារមិនឲ្យមានក្លិនមិនល្អនិងជួយការពារបរិយាកាសនៅក្នុងបុរីឲ្យល្អជានិច្ចទី3ការទុកដាក់សម្រាមយើងគួររៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវដោយច្រកចូលក្នុងថង់ខ្មៅរួចចងមាត់ថង់ឲ្យបានជិតល្អមុននឹងយកទៅចោលក្នុងធុងសម្រាមដែលមានគម្របបិទជិតការធ្វើបែបនេះគឺជៀសវាងកុំឲ្យមានសត្វកកាយឬធ្លាយសម្រាមដែលនឹងបង្កឲ្យមានក្លិនមិនល្អសាយភាយនៅក្នុងបរិវេណបុរីរបស់យើងការស្រឡាញ់សត្វចិញ្ចឹមនិងគិតគូរពីបរិស្ថានគួរតែដើរទន្ទឹមគ្នាដូច្នេះទំនួលខុសត្រូវបន្តិចបន្តួចរបស់យើងម្នាក់ៗគឺដើម្បីបរិស្ថានរបស់យើងទាំងអស់គ្នាស្អាតសណ្ដាប់ធ្នាប់ល្អនិងគួរឲ្យចង់រស់នៅបុរីជារីគុណភាពសុវត្ថិភាពនិងសុភមង្គល